តើអត្ថប្រយោជន៍អ្វីខ្លះដែលបងប្អូនទទួលបានពីការងារធ្វើជាមន្ត្រីអន្តទានដែលបងប្អូនភាគច្រើនហៅថាជា CO បាទអញ្ចឹងបន្ទាប់ពីយើងបានចូលបម្រើការងារក្នុងវិស័យធនាគារឬក៏ស្ថាប័នមីក្រូហិរញ្ញវត្ថុយើងបានជាប់ជាមន្ត្រីអន្តទានបាទអញ្ចឹងមន្ត្រីអន្តទានយើងទទួលបានអត្ថប្រយោជន៍ជាច្រើនបាទដែលបងប្អូនមួយចំនួនក៏គាត់បានដឹងហើយបងប្អូនមួយចំនួនទៀតក៏គាត់មិនទាន់បានដឹងបាទអត្ថប្រយោជន៍ទី1គឺប្រាក់បៀវត្សបាទអញ្ចឹងប្រាក់បៀវត្សនេះគឺផ្ដល់ទៅតាមបទពិសោធន៍សមត្ថភាពចំណេះដឹងរបស់បងប្អូនបាទថាតើបងប្អូនមានចំណេះដឹងកម្រិតណាឬក៏មានបទពិសោធន៍ពាក់ព័ន្ធទៅនឹងវិស័យអន្តទានកម្រិតណាបាទអញ្ចឹងគេផ្ដល់តាមការចរចាបាទហើយអត្ថប្រយោជន៍ទី2បងប្អូនទទួលបានប្រាក់ឧបត្ថម្ភលុយសាំងម៉ូតូហើយនឹងថ្លៃជួលម៉ូតូរបស់បងប្អូនដែលបងប្អូនប្រើប្រាស់ម៉ូតូដើម្បីទៅធ្វើការបាទហើយអត្ថប្រយោជន៍ទី3បងប្អូនទទួលបានប្រាក់លើកទឹកចិត្តបន្ថែមពីការលក់ឥណទានគ្រប់ផែនការនិងរក្សាគុណភាពឥណទានឲ្យមានគុណភាពល្អបាទឬក៏លក់ផលិតផលរបស់ស្ថាប័នដែលប្រធានសាខាគាត់ដាក់កំណត់មកឲ្យយើងលក់គ្រប់ផែនការនោះបងប្អូននឹងទទួលបានអត្ថប្រយោជន៍ពីការលក់នេះអត្ថប្រយោជន៍ទី4បាទអញ្ចឹងអត្ថប្រយោជន៍ទី4នេះបងប្អូនចេះការងារទីផ្សារបាទហើយចេះការងារទំនាក់ទំនងជាមួយអតិថិជនបាទជាមួយប្រជាជនជាមួយអាជ្ញាធរមូលដ្ឋានផ្សេងទៀតបាទហើយចំណុចនេះដែរវាធ្វើឲ្យបងប្អូនរឹងមាំមានទំនាក់ទំនងល្អប្រសើរជាងពេលដែលបងប្អូនមិនទាន់បានចូលបម្រើការងារជា CO បាទហើយអត្ថប្រយោជន៍ទី5បាទបងប្អូនចេះការងាររដ្ឋបាលផ្សេងចេះការងារគ្រប់គ្រងពេលវេលាបាទហើយអ្វីដែលសំខាន់ទៀតបងប្អូនចេះដោះស្រាយបញ្ហាបាទហើយចំណុចទី5បាទបងប្អូនចេះដោះស្រាយបញ្ហាជាមួយក្រុមការងារចេះដោះស្រាយបញ្ហាជាមួយប្រជាជនចេះដោះស្រាយបញ្ហាជាមួយអតិថិជននិងបញ្ហាផ្សេងទៀតដែលបងប្អូននឹងប្រឈមបាទពេលដែលបងប្អូនចូលបម្រើការងារជា CO បាទអញ្ចឹងទាំងអស់នេះគឺជាអត្ថប្រយោជន៍ដែលបងប្អូនទទួលបានពីការងារ CO បាទបើយើងគិតទៅវាបានច្រើនគួរសមដែរហើយសម្រាប់ការងារនេះដែរវាទីផ្សារសម្បូរបាទហើយបើសិនជាយើងមានសមត្ថភាពខ្ពស់យើងមានភាពឧស្សាហ៍បាទនោះបងប្អូននឹងទទួលបានឱកាសឡើងតួនាទីតាមសមត្ថភាពដែលបងប្អូនមានឬក៏តាមលទ្ធផលការងារដែលបងប្អូនខិតខំបាទអរគុណច្រើន